Ladies and gentlemen. នេះអំណាចគ្រប់គ្រងលោកនៅក្នុងអំណាចគ្រប់គ្រងលោកមានអំណាចធំពីរនៅក្នុងហ្នឹងតែគេរាប់តែមួយទេគឺអំណាចបង្កើតលោកនិងអំណាចរំលាយលោកអា3ហ្នឹងស្ថិតនៅក្នុងអំណាចតែមួយទេបាទទោះបីព្រះវិស្ណុលោកប្រកាន់ភ្ជាប់នៅអំណាចការពារថែរក្សាលោកតែលោកមានអំណាចពីរនៅក្នុងហ្នឹងបាទគឺអំណាចអីគេអំណាចបង្កើតលោកអំណាចរំលាយលោកចឹងបានគេចង់និយាយអាទិទេពពីរហ្នឹងជាអាទិទេពបង្កើតលោកផងការពារលោកផងគ្រប់គ្រងលោកផងហ្នឹងហើយបាទរំលាយលោកផងបាទពីព្រោះជាអាទិទេពតែមួយទេបាទហេតុអីមកជាអាទិទេពតែមួយពីព្រោះនៅក្នុងរឿងសង្គ្រាមរវាងបានណាសូវហើយនឹងព្រះគ្រីស្ណារៀបសម្រាប់បានណាសូវតែព្រះសិវៈនិងកណេសៈខាត់ដល់ខាត់ចឹងទៅបាទចុងក្រោយហ្នឹងព្រះគ្រីស្ណាថាបើមិនចង់ឲ្យលោកស្លាប់បានណាសូវសូមឲ្យព្រះអង្គមកប្រកាសក្នុងលោកទាំង3ថាព្រះអង្គជាម្ចាស់របស់លោកទាំង3តែមួយអង្គឯងសូមឲ្យព្រះអង្គប្រកាសថាបាទព្រះអង្គគឺជាជាតិស្ករបាទដូចនៅក្នុងទឹកឃ្មុំអញ្ចឹងទឹកឃ្មុំមានជាតិស្ករនៅក្នុងទឹកឃ្មុំម្ល៉េះហើយចង់ឲ្យព្រះអង្គនិយាយថាព្រះអង្គជាម្ចាស់របស់លោកទាំង3បាទឯព្រះវិស្ណុក៏ជាម្ចាស់របស់លោកទាំង3នោះដែរព្រះសិវៈរៀងទីទើកន្លែងហ្នឹងចំណែកបាទដល់ចុងក្រោយថាបើមិនព្រមទេនឹងកាត់ក្បាលបានណាសូវអត់ប្រើអាវុធអីគឺប្រើអាវុធដែរព្រះវិស្ណុកាន់ជាប់ម្ដាយគេហៅប្រខណ្ឌសង្ខារៈបាទម្ល៉េះហើយបានយល់ព្រមព្រះគ្រីស្ទសូមឲ្យបែងភាគមួយចំហៀងនៅបានបង្កើតអតិទេពគេហៅហរិហរៈនៅឡើងហ្នឹងហើយរឿងហ្នឹងហើយម្ល៉េះហើយបានព្រះគ្រីស្ណាហ្នឹងលោកបែងភាគមួយចំហៀងទៅវិស្ណុបែងព្រះសិវៈបែងមួយចំហៀងមកជាប់គ្នាបាទបែងមួយចំហៀងចូលគ្នាទៅបានជាពពួកអតិទេពហ្នឹងបានប្រកាសឈ្មោះនឹងឡើងតែដៃអបអសាទរហើយឈ្មោះថាព្រះហរិហរៈនឹងហើយឈ្មោះនោះឡើងហើយចាប់ពីពេលហ្នឹងទៅម្ចាស់របស់លោកទាំង3គឺព្រះវិស្ណុគឺព្រះសិវៈឥណ្ឌាខាងជើងឲ្យតម្លៃថាម្ចាស់របស់លោកទាំង3គឺព្រះសិវៈឥណ្ឌាខាងត្បូងឲ្យតម្លៃថាម្ចាស់របស់លោកទាំង3គឺព្រះវិស្ណុក៏ដោយព្រះសិវៈក៏ដោយគឺអតិទេពតែមួយបាទម្ល៉េះហើយព្រះសិវៈទ្រង់ប្រទានអំណាចឲ្យស្មើគ្នានៅក្នុងរឿងអីនៅក្នុងរឿងសសរភ្លើងអិស្វរៈបាទនៅក្នុងសសរភ្លើងអិស្វរៈពីព្រោះព្រះវិស្ណុប្រកាន់ខ្ជាប់នៅពាក្យសច្ចៈអត់ចេះនិយាយភូតភរកុហកឲ្យអំណាចទាំង8ប្រការដោយរូបតរាជកម្មតរាជកម្មការឈូសប្រមាណការឈូស8គឺតំណាងឲ្យភាពអមតៈទាំង8ប្រការរួចចុះប្រការទី9នៅកន្លែងណាលើប្រកេសាគឺនៅប្រកេសារបស់ព្រះវិស្ណុហ្នឹងសបានដែរបាទគឺនៅប្រកេសារបស់ព្រះវិស្ណុហ្នឹងគឺអំណាចអីគេអំណាចការពារថែរក្សាលោកហ្នឹងហើយអាហ្នឹងក៏ចង់និយាយអំពីព្រះវិស្ណុក៏ជាព្រះសិវៈក៏ជាព្រះវិស្ណុអតិទេពមួយអង្គទៀតកើតចេញពីព្រះសិវៈតែមួយជាមួយគ្នាដែរតែលោកប្រះចាកនៅភាពបរិសុទ្ធដោយសារចង់បានអំណាចខ្លាំងពេកខ្ញុំនិយាយភូតភរបាទគឺអង្គព្រះព្រំចឹងហើយបើហើយបានគេសួរថាតើនៅក្នុងសម័យអារ្យ័នមានកសាងប្រាសាទដែលទិសថ្វាយព្រះព្រំទេអត់ដល់អារ្យ័នគ្រប់គ្រងឥណ្ឌាទាំងមូលអារ្យ័នមានសាងប្រាសាទថ្វាយព្រះព្រំទៀតទេអត់គឺអត់មានទាំងអស់អញ្ចឹងការនៅលើទឹកដីគេហៅតំបន់កូកាសតំបន់ប៉ាមៀននៅតាមឆ្នេរសមុទ្រកាស្ពីយ៉ែនឆ្នេរសមុទ្រអារ៉ាល់នៅត្រង់ដំបូលពិភពលោកដ៏ខ្ពស់អស្ចារ្យនោះតកអមតៈនោះតើពួកអារ្យ័នមានកសាងអ្វីដើម្បីទិសថ្វាយព្រះព្រំអត់ហើយចុះខ្មែរយើងមានប្រាសាទទិសថ្វាយព្រះព្រំទេអត់ចុះបើមាននៅកន្លែងណាមាននៅសម្បូរព្រៃគុកប្រាសាទអុកខាងក្រោមប្រាសាទសិវៈបាទប្រាសាទហ្នឹងមានតែមួយហ្នឹងគាត់
អាហ្នឹងគេចង់និយាយទោះបីអង្គព្រះសិវៈក៏ដោយក៏នៅមានអង្គកាយរបស់លោកប្រះចាកនៅភាពបរិសុទ្ធដែរណាបាទហើយបើព្រំជាអតិទេពដែលតំណាងឲ្យភាពបរិសុទ្ធណាបាទហើយកើតចេញបំណែកខាងស្ដាំរបស់ព្រះវិស្ណុទៀតអង្គព្រះសិវៈរបស់ព្រះសិវៈនោះទៀតបាទម្ល៉េះហើយបានគេឲ្យយើងថ្លឹងថ្លែងមើលបាទព្រះវិស្ណុគឺជាអំណាចស្អីគេអំណាចការពារថែរក្សាលោកគឺនៅផ្នែកខាងណាអង្គកាយខាងឆ្វេងរបស់អង្គព្រះសិវៈលោកអញ្ចឹងគេបាទគេប្រៀបធៀបមកមនុស្សលោកតើព្រះវិស្ណុមានតម្លៃស្មើនឹងខាងស្ដាំឬខាងឆ្វេងរបស់លោកស្មើនឹងខាងឆ្វេងរបស់លោកឯណាបាទមានអីជាផតាងបាទមានពុទ្ធបាទរបស់អង្គព្រះសម្មាសម្ពុទ្ធសុទ្ធតែប្របាទខាងឆ្វេងទាំងអស់ណាបាទជាន់ទុកនៅលើភ្នំសតុកជាន់ទុកនៅលើភ្នំបាខែងជាន់ទុកនៅលើភ្នំគូលែនសិតប្របាទទាខាងឆ្វេងទាំងអស់អត់មានប្របាទទាខាងស្ដាំទេគេហៅថាស្ដាំអត់ឃើញបាទគេឆ្លាក់តាមួយហ្នឹងដាក់ទៅហ្នឹងជន់សម្រាប់អីគេលោកគ្រូជន់ហ្នឹងគេចង់និយាយថាលោកមកបដិស្ថានណាធ្វើធម្មទេសនាប្រស័តលោកណាហើយជន់ទុកជាផោះតាងសត្វលោកធ្វើអ្វីក៏ដោយត្រូវនឹកដល់អវាទរបស់ព្រះណាដែលព្រះបានណែនាំដើម្បីប្រះចាកពីតណ្ហានិងអវិជ្ជាឲ្យបានណាសាសនាពុទ្ធគឺជាសាសនានាំអង្គកាយរបស់ខ្លួនឯងឲ្យចាក់ផុតពីតណ្ហាហើយនឹងអវិជ្ជាបានអាចសម្រេចផ្លូវកណ្ដាលឬអាចសម្រេចសម្បត្តិសួរសម្បត្តិនិព្វាននោះបានហ្នឹងសាសនាពុទ្ធសាសនាហ្នឹងបានជាគេឆ្លាក់ពុទ្ធបាទជាន់ទុកអាហ្នឹងគេចង់និយាយអំពីអំណាចវិស្ណុហើយនឹងអំណាចរបស់អង្គព្រះសម្មាសម្ពុទ្ធយើងនេះចាំបានគេសួរថា